អ្វីដែលគួរឲ្យខ្លាចបំផុតទៅពេលអ៊ុតសក់ត្រង់គឺមិនមែនការចំណាយលុយនោះទេតែវាគឺជាការបាត់បង់ទំនុកចិត្តលើខ្លួនឯងតើបងប្អូនធ្លាប់មានអារម្មណ៍បែបនេះទេពេលព្រឹកដែលភ្ញាក់ពីគេងគឺត្រូវចំណាយពេល20ទៅ30នាទីដើម្បីរៀបចំសក់របស់ខ្លួនឯងណាហើយពេលដែលត្រូវខ្យល់គឺសក់សំពីងសំពងពិបាកមើលនោះទេណាហើយពេលដែលថតរូប selfie ហ្នឹងគឺមិនសូវហ៊ានបង្ហាញសក់របស់ខ្លួនឯងទេឃើញគេអ្នកដទៃដែលមានសក់ត្រង់រលោងរលាស់ស្អាតតែងតែចង់បានដូចគេក៏ប៉ុន្តែអ៊ុតច្រើនដងតែងតែខកបំណងខកចិត្តរហូតមនុស្សជាច្រើនតែគេយល់ថាការអ៊ុតសក់ត្រង់គាត់ថាធ្វើវាត្រង់ទៅគឺរួចរាល់ហើយតែសម្រាប់ខ្ញុំវិញការអ៊ុតសក់ត្រង់គឺយើងត្រូវមានបច្ចេកទេសបែបណាដើម្បីឲ្យសក់នោះវាត្រង់រលោងរលាស់តាំងពីការពិនិត្យសក់ការមើលសក់បាទកន្លែងណាខ្សោយខ្លាំងកន្លែងណាខ្សោយតិចវាយថ្នាំយ៉ាងម៉េចឲ្យវាត្រូវជាមួយនឹងសរសៃសក់ជាពិសេសហ្នឹងគឺអាចអ៊ុតមកស្អាតបានគ្រប់ទម្រង់សក់មិនថាសក់ខូចឬក៏សក់ធម្មតាអូជាសក់តែជនរបស់យើងអញ្ចឹងមកគឺខ្សោយខ្លាំងមែនទែនបាទចម្ពាក់សំពងសរសៃធំហើយក្រាស់វែងទៀតសក់នេះដែរធ្លាប់អ៊ុតខុសបច្ចេកទេសច្រើនដងអញ្ចឹងគាត់សក់គាត់គឺមានការចម្ពាក់ខ្លាំងពិបាកសិតសិតម្ដងមិន5 10 20នាទីទាន់ហើយផងហើយនេះគឺជាសកម្មភាពរបស់យើងបាទធ្វើសក់កែសក់ជូនគាត់ឡើងវិញដើម្បីឲ្យគាត់ទទួលបានសក់មួយដែលងាយស្រួលថែរក្សាបាទមិនចាំបាច់ថែទាំច្រើនមកគឺងើបទៅពីគេគឺស្អាតតែម្ដងហើយនេះគឺជាលទ្ធផលរបស់យើងនៅពេលដែលរួចសក់ដែលសំពងក្រាស់បាទនិយាយទៅចម្ពាក់ស្អិតខ្លាចជាសក់ដែលរលោងរលាស់ស្អាតដូចស៊ិនស៊ីលអញ្ចឹងបងប្អូនដែលចង់ទទួលបានសក់ត្រង់បែបធម្មជាតិរលាស់រលោងភ្លឺបាទអ៊ុតម្ដងប្រើបានរហូតត្រូវកាត់ចោលខមមិនពាក្យថាអ៊ុតត្រង់នៅខាងក្រោមដើម្បីទទួលបានការប្រឹក្សាដោយលម្អិតពីខ្ញុំបាទផ្ទាល់តែម្ដង